ឥឡូវនេះយើងមកមើលបច្ចេកទេសក្នុងការ taper នៃផ្នែកជើងសក់ខាងក្រោយជំហានដំបូងយើងប្រើដកសូនម្ដងគឺ trimmer យើងក្នុងការ trim លំដាប់ fade របស់យើងចាប់ពីដកសូនទៅលើហើយបន្តមកទៀតយើងប្រើ open ក្នុងការដែលយើង fade បន្តនៅផ្នែកខាងលើបន្ទាប់ពីយើងដកសូនម្ដងហ្នឹងបាទ open ស្មើនឹង 0.4 ណាបងប្អូនហើយយើង close មកវិញបាទយើងពេលយើង close មកវិញគឺយើងស្មើនឹងលេខ0គឺយើងលុបនៅត្រង់ចំណុចដែលមាន snap រវាង open ហើយនឹង close open ហើយនឹងដកសូនម្ដងបាទហើយបន្តមកទៀតយើងប្រើលេខ1ពុំលេខ1ហ្នឹងយើង open វាទៅបាទដើម្បីយើងបន្តលំដាប់លេខបន្តទៅទៀតនៅផ្នែកខាងលើបាទហើយយើងបន្តមកទៀតយើងប្រើលេខកន្លះអញ្ចឹងលេខកន្លះនេះគឺយើង close វាដែលលំដាប់លេខរបស់វានៅក្រោមលេខ1បាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់លំដាប់លេខបានត្រឹមត្រូវហើយតាមក្បួនខ្នាតយើងនឹងទទួលបាន fade មួយដែលល្អបាទហើយយើងប្រើលេខ2បាទលេខ2នេះគឺជាលេខចុងក្រោយគេប្រអស់នៅផ្នែកខាងលើដែលយើងបង្កើតស៊ុំនៃ mode taper នេះតែម្ដងបាទហើយយើងប្រើលេខ1បាទពុំលេខ1ហ្នឹងគឺយើង open គឺយើងប្រើលេខ1 open នេះគឺនៅក្នុងលំដាប់ក្រោមលេខ2បាទចុះបច្ចេកទេសនៃការប្រើពុំនីមួយៗបងប្អូនត្រូវប្រើកែងណាកែងនៃពុំបាទហើយចុងក្រោយយើងនឹងបង្កើត undercut ជាមួយនឹងកន្ត្រៃសាប់ដើម្បីរំលែងផ្នែកស៊ុំខាងលើបាន smooth ល្អបាទបន្តមកទៀតយើងនឹងទទួលបានលទ្ធផលនៅពេលដែលយើងប្រើប្រាស់បច្ចេកទេសលំដាប់លេខឲ្យបានត្រឹមត្រូវអរគុណច្រើនបងប្អូនអរគុណ